ជំរាបសួរក្នុងជំរាបសួរកូនទាំងអស់គ្នាក្នុងសេចក្តីស្រឡាញ់នៃព្រះអង្គម្ចាស់ចាថ្ងៃនេះជួយជាមួយអ្នកគ្រូនៅក្នុងថ្នាក់គណិតវិទ្យាមេរៀនទី8ដែលមានចំណងជើងថាវិធីចែកអញ្ចឹងមេរៀនទី8វិធីចែកថ្ងៃនេះចំណុចមួយដែលយើងត្រូវរៀនជាមួយគ្នាគឺតកតងទៅនឹងការបង្កើតប្រធានចំណោទអញ្ចឹងប្រធានចំណោទដែលអ្នកគ្រូឲ្យនៅថ្ងៃនេះ848ចែក4យើងមើលរបស់លេខណារបស់លេខ848ចែក4អញ្ចឹង848ចែក4ពិតប្រាកដយើងត្រូវតែបង្កើតប្រធានចំណោទតកតងទៅនឹងវិធីចែកតែម្ដងនេះគ្រូមានច្រើនជំរឿនដើម្បីឲ្យកូនបានជ្រើហើយដើម្បីឲ្យកូនបានអាចធ្វើបានដែរវិធីចែកដូចឧទាហរណ៍នៅក្នុងថ្នាក់រៀនរបស់កូនលោកគ្រូអ្នកគ្រូណារៀបកៅអីសំទោសលោកគ្រូអ្នកគ្រូមានចំនួនមនុស្ស848នាក់ហើយចឹងគាត់ដាក់សិស្សនៅក្នុងថ្នាក់ហ្នឹងជា4ជួរអញ្ចឹងក្នុងមួយជួរហ្នឹងមានមនុស្សប្រហែលនាក់ចាហើយឧទាហរណ៍ដូចជាមួយទៀតឧទាហរណ៍នៅក្នុងរោងចក្រមួយគេផលិតនំបាន848កញ្ចប់អញ្ចឹងគេរៀបចូលកេសបាន4កេសអញ្ចឹងក្នុងមួយកេសហ្នឹងមាននំប៉ុន្មានចានេះជាឧទាហរណ៍មួយទៀតឥឡូវយើងមើលឧទាហរណ៍ជាក់ស្ដែងជាមួយនឹងគ្រូទាំងអស់គ្នានៅលើក្តារខៀនដែលអ្នកគ្រូបានសរសេរហើយចាពូសំដាំស្វាយនៅ848ដើមនេះគាត់ដាំបាន4ជួរណាឬមួយក៏គាត់ដាំជា4ជួរក៏បានដែរតែក្នុងមួយជួរមានស្វាយប៉ុន្មានដើមចាក្នុងមួយជួរមានស្វាយប៉ុន្មានដើមនេះគឺជាប្រធានចំណោទដែលអ្នកគ្រូបានបង្កើតអញ្ចឹងនៅពេលដែលយើងបង្កើតប្រធានចំណោទហើយកូនមិនបង្កើតហើយតែប៉ុណ្ណឹងកូនឈប់ទេបានន័យថាកូនត្រូវអានមើលប្រធានចំណោទហ្នឹងម្ដងទៀតណាអានមើលម្ដងទៀតអានបើសិនជាកូនយល់ណាកូនដាក់បានត្រឹមត្រូវហើយនោះរួចរាល់ប៉ុន្តែនៅពេលដែលយើងអាននៅខ្វះពីកន្លែងណាឬមួយក៏ឆ្កងពីកន្លែងណាកូនអាចផ្លាស់ប្ដូរវាម្ដងទៀតដើម្បីឲ្យវាអាចត្រឹមត្រូវអញ្ចឹងយើងបានបង្កើតប្រធានចំណោទហើយនៅពេលដែលយើងបានបង្កើតប្រធានចំណោទហើយយើងចូលទៅរកការដោះស្រាយអញ្ចឹងនៅពេលដែលយើងដោះស្រាយណានៅពេលដែលយើងដោះស្រាយបានន័យថាកូនអានប្រធានចំណោទនេះឲ្យយល់អញ្ចឹងកូនត្រូវរកចំណុចមួយណាបានន័យថាកូនត្រូវរកវាសិននៅក្នុងប្រធានចំណោទអញ្ចឹងចំណុចសំខាន់ដែលត្រូវរកគឺជាកន្លែងដែលសំណួរដែលគេសួរដែលជាកលឹះថាតែក្នុងមួយជួរមានស្វាយប៉ុណ្ណាដែរអញ្ចឹងយើងមើលកន្លែងដែលអ្នកគ្រូដាក់នៅពេលដែលយើងដោះស្រាយប្រធានចំណោទគឺមានពីររបៀបមានប្រមាណវិធីនិងរបៀបឆ្លើយអញ្ចឹងប្រមាណវិធីគឺជាកន្លែងដែលយើងធ្វើប្រមាណវិធីជួរឈប់កន្លែងរបៀបឆ្លើយគឺជាកន្លែងដែលយើងរៀបរាប់ណាមានលេខប្រមាណវិធីជួរដេកហើយនឹងការរកការឆ្លើយណាឲ្យបានត្រឹមត្រូវអញ្ចឹងអ្នកគ្រូបានដាក់កន្លែងនេះថារកចំនួនដើមស្វាយក្នុងមួយជួរអញ្ចឹងរកចំនួនដើមស្វាយក្នុងមួយជួរយើងក៏លេខមើលប្រធានចំណោទរបស់យើងណាជាពិសេសរបស់លេខដែលគេឲ្យ848ចែកឲ្យចែក4អញ្ចឹងពូសំដាំស្វាយ848ដើមណាគាត់ដាំបាន4ជួរអញ្ចឹងក្នុងមួយជួរមានស្វាយប្រមាណដើមអញ្ចឹងរកចំនួនក្នុងមួយជួរមានស្វាយប្រមាណដើមចាដើម្បីយើងរកចំនួនជួរដើម្បីយើងរកចំនួនស្វាយក្នុងមួយជួរឃើញលុះត្រាតែយើងយកចំនួនទាំងអស់ចែកនឹងចំនួនជួរអញ្ចឹងយកចំនួនទាំងអស់ចែកនឹងចំនួនជួរចានៅពេលដែលយើងបានលំហាត់ជួរដេកហើយយើងក៏ត្រូវធ្វើប្រមាណវិធីជួរឈប់អញ្ចឹង848ចែកឲ្យចែក4ចា848ចែក4យើងធ្វើវិធីចែកជាមួយអ្នកគ្រូទាំងអស់គ្នាយើងកាត់យកបានខ្ទង់ចាគឺបាន1អញ្ចឹង1សំទោសបានកាត់យកមួយខ្ទង់អញ្ចឹងយកលេខ8ចែកឲ្យ4អញ្ចឹង8មាន4ប៉ុន្មានដងគឺមាន2ដង2 4ដង8 8ដក8នៅ0គឺទម្លាក់ឲ្យ4មាន4ប៉ុន្មានដង1 4ដង4ទៅសេលេខ4ណា4ដក4នៅសល់0យើងតម្លាក់8មាន4ប៉ុន្មានដងគឺមាន2ដង2 4ដង
8 ដក 8 គឺនៅសល់0អញ្ចឹងក្នុងមួយជួរគឺគាត់ដាំបាន212ដើមអញ្ចឹងកូនសរសេរមក212ដើមចាអញ្ចឹងនៅពេលដែលកូនបានចំនួន212ដើមហើយកូនកុំភ្លេចត្រូវឆ្លើយថាដើម្បីបញ្ចប់ចំណោទរបស់យើងអ្នកឆ្លើយថាចំនួនដើមស្វាយក្នុងមួយជួរគឺ212ដើមចាកូនសេចឹងមកហើយកូនគូប្រអប់ចាប្រអប់ឲ្យវាស្អាតហើយត្រង់ចឹងរួចរាល់ចាអញ្ចឹងប្រធានចំណោទដែលអ្នកគ្រូបានបង្ហាញហើយបង្ហាញទាំងប្រមាណវិធីហើយនឹងរបៀបឆ្លើយដល់កូនចាគឺចាប់តែប៉ុណ្ណេះអ្នកគ្រូសង្ឃឹមថាកូនយកមេរៀននេះយកទៅរៀននៅផ្ទះហើយអ្នកគ្រូសង្ឃឹមថាកូននឹងយកមេរៀននេះយកទៅអនុវត្តជាមួយនឹងមេរៀនរបស់កូននៅក្នុងថ្នាក់រៀនរបស់កូនណាជាមួយនឹងបងប្អូនរបស់កូនបន្ថែមទៀតសូមព្រះប្រទានពរអ្នកគ្រូសូមជម្រាបលា